តំបន់មជ្ឈិមបូព៌ានឹងមិនអាចមានថ្ងៃបានក្តីសុខនោះឡើយប្រសិនបើអ៊ីស្រាអែលនៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់អ្នកជិតខាងខ្លួនឯងបែបនេះនេះគឺជាការលើកឡើងរបស់អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសឧបេគីស្ថានកាលពីថ្ងៃប្រហ័សលោក Greg Murray អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសឧបេគីស្ថាននិយាយថា2ឆ្នាំចុងក្រោយនេះអ៊ីស្រាអែលបានពង្រីកខ្លួនកាន់កាប់ទឹកដីអ្នកជិតខាងរបស់ខ្លួនច្រើនជាងទឹកដីដែលខ្លួនមានពីមុនមកទៅទៀតបើតាមសារព័ត៌មានRIA Novosti បច្ចុប្បន្ននេះអ៊ីស្រាអែលកំពុងតែកាត់កាប់ 70% នៃទឹកដីតំបន់កាហ្សានិងកំពុងវិទីទឹកដីតំបន់ West Bank ជារៀងរាល់ថ្ងៃក្រៅពីតំបន់កាហ្សានិងតំបន់ West Bank អ៊ីស្រាអែលក៏កំពុងតែកាន់កាប់ទឹកដីភាគច្រើននៅភាគខាងត្បូងប្រទេសលីបង់និងស៊ីរីផងដែរលោក Greg Murray និយាយថាបន្ទាប់ពីការកាន់កាប់បានទឹកដីទាំងនេះហើយអ៊ីស្រាអែលក៏មិនមានបំណងងាកចេញពីទឹកដីដែលកំពុងកាន់កាប់នោះដែរបើតាមអតីតប្រមុខការទូតវ័យ68ឆ្នាំរូបនេះគោលដៅរបស់អ៊ីស្រាអែលកំពុងក្លាយជាការពិតជាបណ្ដាហើយប្រសិនបើពិភពលោកមិនជួយបញ្ឈប់គោលដៅរបស់អ៊ីស្រាអែលទៅនោះតំបន់មជ្ឈិមបូព៌ានឹងមិនអាចសម្រេចបានសន្តិភាពស្ថិរភាពនោះឡើយ